សូមជូនរឿងខ្មោចខ្ចីទូរស័ព្ទសួស្តីអ្នកទាំងអស់គ្នារឿងរ៉ាវដែលលោកអ្នកកំពុងស្ដាប់នេះគឺជារឿងពិតមួយដែលខ្ញុំឃើញបងប្រុសម្នាក់ឈ្មោះពុំគាត់បានចែករំលែកនៅក្នុងបណ្ដាញសង្គមគាត់រៀបរាប់ថាកាលពីឆ្នាំ2009គាត់បានឡើងពីខេត្តភេទបុរីទៅបន្តការសិក្សានៅឯទីក្រុងបាងកកគាត់ថាពេលហ្នឹងគាត់បានជួលបន្ទប់មួយស្នាក់នៅវានៅឆ្ងាយពីសាលាដែលគាត់រៀនប្រហែល7-2 គីឡូដីហើយទីនោះគឺជាអគារដែលមាន4ជាន់ចំណែកបន្ទប់ដែលគាត់នៅជាបន្ទប់មួយខាងចុងគេបំផុតនៅឯជាន់ទី3ប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍គឺក្រោយពេលចូលទៅរស់នៅទីនោះបាន1ថ្ងៃ2ថ្ងៃដំបូងគឺគាត់សង្កេតឃើញថានៅជាន់ទី4នោះដូចជាមិនដែលឃើញមាននរណាឡើងទៅឡើយសូម្បីពេលដែលគាត់នៅក្នុងបន្ទប់គាត់ហ្នឹងក៏ដូចជាមិនដែលឮសំឡេងបន្លឺឡើងចេញពីបន្ទប់ខាងលើគាត់នោះដែរតែយ៉ាងណាគាត់ក៏មិនដែលរវល់ទៅស៊ើបអង្កេតដល់ជាន់ទី4នោះឡើយក្រោយនៅបានមួយសប្តាហ៍មានយប់មួយខណៈកំពុងអង្គុយអានសៀវភៅភ្លៀងក៏បានបង្អុរចុះមកយ៉ាងខ្លាំងយ៉ាងណាគាត់នៅតែបន្តអានសៀវភៅរហូតដល់ម៉ោងជាង11យប់សំឡេងគោះទ្វារក៏បានបន្លឺឡើងបងពុំគាត់បានងាកមើលទៅទ្វារបន្ទប់របស់គាត់ប៉ុន្តែគាត់មិនបានដើរទៅបើកនោះទេព្រោះអីគាត់យល់ថាគាត់ទើបតែមកនៅហើយក៏មិនបានស្គាល់នរណាដែរអ្នកមកគោះទ្វារម៉ោងថ្មហ្នឹងប្រហែលមិនមែនជាមនុស្សល្អទេគាត់បានបញ្ជាក់ថាជាទូទៅគាត់មិនមែនជាមនុស្សដែលពូកែខ្លាចខ្មោចឡើយប៉ុន្តែក្រោយពេលគេគោះទ្វារគាត់ស្រាប់តែព្រឺសម្បុរយ៉ាងចម្លែកហើយនៅពេលដែលសំឡេងគោះទ្វារនោះនៅតែបន្តឮគាត់ក៏បានក្រោកដើរទៅជិតទ្វារនិងសួរពីខាងក្នុងទៅថានរណាគេមានការអីរួចទៅអ្នកនៅខាងក្រៅក៏ឆ្លើយថាខ្ញុំឈ្មោះមាវជាអ្នកនៅបន្ទប់ជាន់ខាងលើខ្ញុំមានការចង់និយាយជាមួយបន្តិចដល់អញ្ចឹងបងពុំក៏បានបើកទ្វារតិចមើលទៅខាងក្រៅក៏ឃើញរូបរាងមនុស្សស្រីម្នាក់ក្នុងសម្លៀកបំពាក់ពណ៌សឯខ្លួនប្រាណគឺទទឹកជោគនាងកំពុងតែឈរអោនមុខដល់អញ្ចឹងបងពុំក៏បានសួរទាំងមិនបើកទ្វារអស់ថាមានការអីដែររួចទៅម្នាក់ស្រីនឹងក៏តបមកវិញថានាងជាអ្នកនៅបន្ទប់ជាន់ទី4ហើយពីក្បាលប្រលប់នាងបានជិះម៉ូតូដើរលេងដល់ពេលត្រឡប់មកវិញមេឃភ្លៀងផ្លូវរអិលនាងក៏បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងទៅដោយសារដើរមើលមួយជួរនឹងឃើញតែបន្ទប់បងពុំនៅបើកភ្លើងអញ្ចឹងហើយទើបនាងសម្រេចចិត្តមកគោះទ្វារដើម្បីសុំជំនួយគឺនាងចង់សុំខ្ចីទូរស័ព្ទដើម្បីតាក់ទងទៅអ្នកផ្ទះព្រោះអីទូរស័ព្ទនាងវាត្រូវទឹកខូចបាត់ហើយដោយមើលទៅទំនងគួរឲ្យអាណិតបងពុំក៏បានហៅម្នាក់ស្រីឈ្មោះមាវនឹងចូលក្នុងបន្ទប់ព្រោះអីនៅខាងក្រៅខ្យល់ខ្លាំងខ្លួននាងសើមអញ្ចឹងវាអាចនឹងរងាក្រោយពេលចូលមកដល់ក្នុងបន្ទប់បងពុំក៏បានដើរទៅយកទូរស័ព្ទហុចឲ្យម្នាក់ស្រីនឹងរួចទៅគាត់ក៏ដើរត្រឡប់ទៅអង្គុយកៅអីដែលគាត់អង្គុយអានសៀវភៅមុននេះអ្វីដែលមិននឹកស្មានគឺគ្រាន់តែដើរទៅដល់កៅអីភ្លាមដាក់គូតអង្គុយនឹងបែរមើលទៅម្នាក់ស្រីនោះក៏ស្រាប់តែបាត់លែងឃើញនាងទៅហើយឃើញតែទូរស័ព្ទរបស់គាត់នឹងកំពុងតែនៅលើការ៉ូពេលហ្នឹងបងពុំគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះគាត់បានដឹងបាត់ទៅហើយថាអ្វីដែលគាត់ជួបអ្វីដែលគាត់ឃើញមុននេះគឺពិតជាខ្មោចបើនាងជាមនុស្សមែននាងមិនអាចចេញពីបន្ទប់ទៅលឿនបែបហ្នឹងទេហើយទ្វារបន្ទប់របស់គាត់នឹងក៏តែងតែបន្លឺសំឡេងរាល់ពេលបើកបិទដែរបើមុននេះនាងចេញទៅមែនគាត់ប្រកាសជាឮសំឡេងទ្វារមិនខានភ្លាមនោះបងពុំក៏បានក្រោកដើរសម្ដៅទៅរកទ្វារនិងបើកចេញទៅមើលខាងក្រៅបន្តិចប៉ុន្តែនៅខាងក្រៅអត់ឃើញវត្តមាននរណាឡើយឃើញតែស្នាមទឹកសើមនៅពីមុខបន្ទប់ដោយមានលាយឡំជាមួយនឹងភក់បន្តិចបន្តួចផងដែរដោយអារម្មណ៍មិនសូវស្រួលគាត់ក៏ប្រញាប់ចូលបន្ទប់បិទទ្វារឡើងក្រែសំងំគេងជាមួយនឹងអារម្មណ៍ភ័យខ្លាចឡើងញ័រដៃញ័រជើងប៉ុន្តែគាត់មិនបានជួបរឿងចម្លែកអ្វីបន្តទៀតនោះទេនៅក្នុងយប់ហ្នឹងប៉ុន្តែចាប់តាំងពីយប់ស្អែកបន្តបន្ទាប់ទៅរាល់ពេលចូលគេងគឺគាត់តែងតែបានឮសំឡេងចេញពីបន្ទប់ខាងលើបន្ទប់របស់គាត់ជួនកាលឮដូចសំឡេងគេផ្លាស់ទីកៅអីជួនកាលឮដូចគេលុតទ្រាំជើងជាដើមប៉ុន្តែបងពុំគាត់នៅមិនទាន់ខ្លាចឬគិតអ្វីផ្ដេសផ្ដាសនោះទេគាត់យល់ថាប្រហែលជាន់ទី4នោះមានគេមកនៅហើយ
ប៉ុន្តែក្រោយពេលសម្លេងនឹងវារំខានគាត់ស្ទើរតែរៀងរាល់យប់ពេកទៅថ្ងៃមួយគាត់ក៏បានតាក់ទងទៅម្ចាស់អគារនិងប្រាប់ម្ចាស់អគារថាឲ្យជួយទៅមើលអ្នកនៅបន្ទប់ជាន់ខាងលើផងព្រោះអីគេបង្កសម្លេងរំខានខ្លាំងណាស់ភ្លាមនោះអ្នកមីងដែលជាម្ចាស់អគារនឹងក៏បានប្រាប់បងពុំថាជាន់ទី4គឺគាត់បានបិទចោល5ឆ្នាំហើយគាត់មិនដែលដាក់វាជួលឲ្យនរណាទេឮបែបហ្នឹងបងពុំក៏បើកភ្នែកធំដោយសេចក្តីភ្ញាក់ផ្អើលរួចគាត់ក៏បិទទូរស័ព្ទទៅយប់នោះសម្លេងចម្លែកចេញពីបន្ទប់ខាងលើគាត់គឺនៅតែបន្តឮតែបងពុំលែងមានអារម្មណ៍ថារំខានទៀតហើយគឺបដូរទៅជាអារម្មណ៍ភ័យខ្លាចជំនួសវិញប៉ុន្តែគាត់មិនអាចធ្វើអ្វីបាននោះទេហើយក៏មិនហ៊ានឡើងទៅមើលដល់ជាន់ទី4នោះដែរមានថ្ងៃមួយក្រោយពេលត្រឡប់មកពីសាលារៀនវិញនិងដើរឡើងជណ្ដើរសម្ដៅជាន់ទី3បងពុំក៏បានតាំងចិត្តក្លាហានសាក់ដើរបន្តឡើងទៅជាន់ទី4ពេលឡើងទៅដល់ក៏ឃើញថាជាន់ទី4នោះគឺត្រូវបានបិទចោលពិតមែនដោយម្ចាស់គេបានរកជាងមកធ្វើទ្វារបិទត្រឹមជណ្ដើរនឹងឯងឃើញដូចនោះគាត់ក៏បានដើរចុះមកជាន់ទី3វិញពេលដើរសម្ដៅទៅបន្ទប់ខ្លួនឯងបងពុំក៏បានឃើញបងប្រុសម្នាក់បានបើកទ្វារចេញពីបន្ទប់ហើយទៅគាត់ក៏ដាច់ចិត្តសាកសួរបងប្រុសម្នាក់នោះអំពីជាន់ទី4ប៉ុន្តែបងម្នាក់នឹងក៏ឆ្លើយថាគាត់អត់ដឹងអ្វីច្រើនទេដឹងត្រឹមថាជាន់នឹងគឺមិនត្រូវបានបើកឲ្យប្រើប្រាស់យូរណាស់ហើយវាត្រូវបានគេបិទចោលច្រើនឆ្នាំមិនតិចទេក្រោយពេលទៅដល់បន្ទប់ខ្លួនឯងវិញបងពុំក៏បានទូរស័ព្ទទៅអ្នកមីងម្ចាស់អគារជាថ្មីគឺគាត់ទូរស័ព្ទទៅចង់សួរអំពីជាន់ទី4នឹងឯងហើយទៅអ្នកមីងម្នាក់នោះគាត់ក៏មិនបានលាក់លៀមអ្វីដែរគាត់ក៏ប្រាប់មកបងពុំវិញត្រង់ថាកាលពី5ឆ្នាំមុនមាននិស្សិតស្រីម្នាក់បានជួលបន្ទប់នៃជាន់ទី4នោះស្នាក់នៅហើយនាងនៅជាន់នឹងជាធម្មតាទេតែថ្ងៃមួយនាងក៏បានជួបគ្រោះថ្នាក់ចរាចរណ៍កំឡុងពេលធ្វើដំណើរទាំងភ្លៀងវិលត្រឡប់មកបន្ទប់វិញក្រោយពេលនាងស្លាប់ទៅហេតុការណ៍លងបន្លាចជាច្រើនក៏បានកើតមានឡើងនៅជាន់ទី4នោះដោយនាងតែងតែដើរគោះទ្វារបន្ទប់គេជួនកាលគោះហើយម្ចាស់គេបើកទ្វារមកបែរជាមិនឃើញមានអីឯអ្នកខ្លះទៀតពេលបើកទ្វារមកក៏បានឃើញរូបរាងខ្មោចម្នាក់ស្រីនឹងជាមួយនឹងសភាពរាងកាយសើមហើយនឹងមានរបួសហូរឈាមឡើងស្រោចខ្លួនបែបនឹងហើយទើបធ្វើឲ្យអ្នកនៅជាន់ទី4នោះគេកើតសេចក្តីភ័យខ្លាចរួចក៏នាំគ្នាប្រមូលរបស់របរចាក់ចេញអស់ទៅគាត់ថាគាត់បានទុកជាន់ទី4នឹងចោលអស់រយៈពេលជាង1ឆ្នាំដែរប៉ុន្តែក្រោយពេលបើកមកវិញការលងបន្លាចគឺនៅតែកើតមានដដែលអញ្ចឹងហើយទើបគាត់សម្រេចថាបិទវាចោលតែម្ដងតែគាត់បានបញ្ជាក់ថាហេតុការណ៍លងបន្លាចគឺកើតមានឡើងតែនៅជាន់ទី4នឹងប៉ុណ្ណោះជាន់ផ្សេងទៀតដូចជាមិនធ្លាប់មានអ្វីទេអញ្ចឹងហើយទើបជាន់ផ្សេងនឹងនៅតែមានអ្នកជួលក្រោយទទួលស្ដាប់រឿងដ៏ញាក់សាច់ពីអ្នកមីងម្នាក់នោះរួចហើយបងពុំក៏សម្រេចថានឹងមិនបន្តរស់នៅបន្ទប់នឹងទៀតទេព្រោះឯការលងបន្លាចវាមិនមែនកើតឡើងត្រឹមតែជាន់ទី4ដោយអ្នកមីងនោះថាឡើយតែសួយអីថ្ងៃនឹងក៏ដល់រកបន្ទប់ជួលថ្មីមិនបានសោះអញ្ចឹងហើយគាត់ក៏ត្រូវបង្ខំចិត្តនៅក្នុងបន្ទប់នឹងសិនមានន័យថាត្រូវទ្រាំឲ្យខ្មោចលងមួយយប់ទៀតមានអីយប់នឹងសំឡេងចម្លែកចេញមកពីខាងលើក៏មានសំឡេងគេគោះទ្វារក៏មានប៉ុន្តែបងពុំគាត់មិនបានរវល់ឆ្លើយឆ្លងជាមួយនោះទេគាត់គ្រាន់តែយកកាសមកស្ដាប់ចម្រៀងរហូតសំងំគេងលក់ទៅអ្វីដែលមិននឹកស្មានគឺព្រឹកឡើងពេលដែលប្រមូលរបស់របរចាក់ចេញគាត់ក៏បានឃើញស្លាកស្នាមទឹកនៅពីមុខបន្ទប់គាត់ដោយទឹកនឹងក៏មានលាយឡំជាមួយភក់បន្តិចបន្តួចដូចមុនអញ្ចឹងគាត់ព្រឺសម្បុរនឹងស្នាមនោះមែនទែនប៉ុន្តែក៏គ្រាន់ធូរចិត្តដែរពេលដែលបានចាក់ចេញពីអគារមួយហ្នឹងបាទរឿងមួយនេះក៏បានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូក្រោយ